សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនបានសាកហើយនៅណែត្រេនថ្មីហ្នឹងឃើញគេធ្វើតាមគេបងប្អូនតាមគេតាមឯងតនត្រេនថ្មីនិយាយទៅពងទាកូនស៊ីឈ័នឆ្ងាញ់មែនទែនបងប្អូនអញ្ចឹងគឺខ្ញុំលាងពងទាហ្នឹង3 4ទឹកឲ្យអស់ស្អាតទេបងប្អូនលាងវាឲ្យស្អាតហើយទៅយើងដាក់គ្រឿងដូចជាមានលក្រីលក្រូចខ្ទិលអីយើងដំខ្ទឹមដាក់ពី3 កំពឹសអញ្ចឹងណាហើយនឹងគ្រឿងស៊ីឈ័នណាបងប្អូនដែលគេដាក់ធ្វើស៊ុបស៊ីឈ័នណាប៉ុន្តែយើងមកដាក់ក្នុងឆ្នាំងយើងដើម្បីឆ្ងល់ពងទាធ្វើពងទាស៊ីឈ័នហើយទៅយើងរៀបពងទាយើងជាជួរឲ្យស្អាតនៅក្នុងឆ្នាំងហ្នឹងទៅដើម្បីឲ្យវាឆ្ងល់ទៅវាបានឆ្អិនល្អអញ្ចឹងណាយើងកុំដាក់វាញញយើងរៀបពងទាហ្នឹងឲ្យមានសណ្ដាប់ធ្នាប់សិនទៅហើយទៅយើងហ្នឹងចាក់ទឹកដូងដាក់ពីលើបងប្អូនទឹកដូងទប់កាប់ឲ្យថ្មីទឹកដូងកុំផ្អែមអញ្ចឹងគឺខ្ញុំដាក់ទឹកយើងហូបធម្មតាទេគឺខ្ញុំដាក់ទឹកដូងដើម្បីឲ្យរសជាតិពងទាហ្នឹងគឺឆ្ងាញ់ជាមួយនឹងគ្រឿងស៊ីឈ័នហ្នឹងបងប្អូនសាកមើលគឺឆ្ងាញ់មែនតែននិយាយទៅពេលដែលធ្វើវីដេអូឡើងវិញគឺចង់ធ្វើម្ដងទៀតចង់ញ៉ាំម្ដងទៀតបងប្អូនឆ្ងាញ់មែនតែនប្លែកមាត់មែនតែនណាហើយទឹកស៊ុបស៊ីឈ័នហ្នឹងក៏យើងអាចញ៉ាំបានដែរបើយើងចង់ញ៉ាំបើយើងអត់ចង់ញ៉ាំក៏អីដែរអញ្ចឹងយើងមានអាជីពងទាកូនមានម្រេចមានអីបងប្អូនអំបិលម្រេចយើងធម្មតាដូចដែលយើងធ្លាប់ហូបម្ដងហ្នឹងណានិយាយទៅញ៉ាំទៅគឺប្លែកមាត់មែនតែនឆ្ងាញ់ខ្ញុំថាឆ្ងាញ់ឲ្យបងប្អូនសាកម្ដងមើលថាពងទាស៊ីឈ័ននេះប្លែកមាត់យ៉ាងណាខ្លះប៉ុន្តែឆ្ងាញ់ណាស់បងប្អូនបើចង់ដឹងរសជាតិសាកមើលទាំងអស់គ្នាណាបងប្អូនអរគុណដែលបានមើលវីដេអូនេះតាំងពីដើមដល់ចប់បាយបាយ